មានគេប្លន់ហើយភ្ញាក់ផ្អើលអុចប្រហែលបំពង់របស់ខ្ញុំអបជើងសៀវហឺឈាវឃ្លានហើយម៉ាក់ចែកសៀវហឺមួយម៉ាត់មកណាភ្ញាក់ផ្អើលប្រកែកខ្ញុំទៅធ្វើជាម៉ាក់ឯងតាំងពីអង្ការខ្ញុំទើបតែរៀនរៀបចប់មហាវិទ្យាល័យទេមកពីណាមានកូនធំដល់ថ្នាក់ហ្នឹងក្មេងស្រីតូចយំម៉ាក់កុំបោះបង់សៀវហឺអីអ្នកចិត្តខាងអ្នកដើរកាត់ខ្សឹកសៀវធ្វើជាម៉ាក់គេយ៉ាងម៉េចហ្នឹងក្រមុំក្មេងឡើងតោះឥឡូវខ្ញុំនាំឯងទៅប៉ុស្តិ៍ប៉ូលីសឲ្យពូលោកប៉ូលីសជួយស្រាវជ្រាវមើលថាឯងជាកូនអ្នកណាឲ្យប្រាកដប៉ូលីសក្មេងម្នាក់នេះដណ្ដើមរបស់ខ្ញុំមិនទាន់ទាំងបានខំមួយម៉ាត់ផងត្រូវនាងដណ្ដើមយកបាត់ហើយនាងថែមទាំងអប់ជើងខ្ញុំជាប់មិនព្រមលែងទៀតក្មេងស្រីតូចយំម៉ាក់សៀវហឺឈាវមិនបានដណ្ដើមទេសៀវហឺគ្រាន់តែឃ្លានពេកស្ត្រីពាក់អាវលឿងលោកប៉ូលីសកុំចាញ់បោកនាងឲ្យសោះនាងមិនត្រឹមតែដណ្ដើមរបស់ទេថែមទាំងស្រែកហៅខ្ញុំថាម៉ាក់នៅមុខគេឯងទៀតខ្ញុំទើបតែបញ្ចប់ការសិក្សាមហាវិទ្យាល័យតើមានកូនធំយ៉ាងនេះមកពីណាក្មេងស្រីតូចនិយាយតាមនាឡិកាទូរស័ព្ទដៃប៉ាម៉ាក់មិនស្គាល់សៀវហឺទៀតទេម៉ាក់និយាយថាសៀវហឺជាក្មេងខូចសំឡេងប៉ាតាមទូរស័ព្ទផ្ញើទីតាំងមកប៉ាមកទទួលហើយហេតុអីបានជាអ្នកមិននិយាយវាអសរធ្វើអីហ្នឹងបុរសពាក់អាវធំធ្វើពុតជាបាត់បង់ការចងចាំធ្វើអីត្រឡប់ទៅផ្ទះវិញស្ត្រីពាក់អាវលឿងខ្ញុំមិនបានធ្វើពុតទេអ្នកឯងនិយាយមកមើលកាលនៅវិទ្យាល័យ3ឆ្នាំពេលអ្នកឯងគាត់ជាមួយខ្ញុំមាត់របស់អ្នកឯងរហ័សរហួនណាស់តើស្ត្រីពាក់អាវលឿងអុយចាំបន្តិចតើអ្នកមានទំនាក់ទំនងអ្វីជាមួយក្មេងនេះនាងពិតជាក្មេងវង្វេងផ្លូវមែនទេនាងនៅតែបន្តឲ្យខ្ញុំថាម៉ាក់ហើយអ្នកក៏មិននិយាយទៀតតើវាមានរឿងអ្វីឲ្យប្រកាសទៅស្ត្រីពាក់អាវលឿងពេលឃើញរូបថតបន្ទាប់ពីប្រឡងចប់ខ្ញុំបាននិយាយដោយផ្ទាល់មកថាជីវិតនេះទោះជាការប្រពន្ធជ្រូកការប្រពន្ធឆ្កែក៏មិនការជាមួយអ្នកឯងដែរបុរសពាក់អាវធំអ្នកកំពុងលេងល្បែងអ្វីទៀតហើយឥឡូវនេះគឺឆ្នាំ2029ហើយអ្នកអាយុ27ឆ្នាំហើយស្ត្រីពាក់អាវលឿងមើលទូរស័ព្ទតក់ស្លុតស្អីគេឆ្នាំ2029ឥឡូវមិនមែនឆ្នាំ2024ទេអីជីអើយឆ្នាំ2020ឆ្លងមក5ឆ្នាំក្រោយហើយថែមទាំងរៀបការជាមួយស្ត្រីមេកាបុរសចំណាស់អ្នកស្រីតូចលើកនេះអ្នកស្រីសម្ដែងល្បិចអីទៀតហើយធ្វើជាបាត់បង់ការចងចាំអីស្រីអាវលឿងខ្ញុំមិនបានសម្ដែងទេខ្ញុំពិតជាមិនចាំមែនណាមិនក៏គាត់មិននិយាយស្ទេអញ្ចឹងតាំងពីនៅប៉ុស្តិ៍ប៉ូលីសរហូតមកដល់ឥឡូវមិនព្រមហាមាត់និយាយមួយម៉ាត់សោះគិតតែពីវាអក្សរមេកាបុរសចំណាស់អ្នកស្រីតូចលោកប្រុសបានជួបរឿងហែកគ្រោះថ្នាក់កាលពី2ឆ្នាំមុនចាប់ពីពេលនោះមកគាត់មិនដែលហាមាត់និយាយស្ទេទៀតឡើយរាល់ដងអ្នកស្រីនិយាយបន្តបង្អាប់គាត់យ៉ាងមិនខ្លះឥឡូវភ្លេចអស់ហើយឬស្រីអាវលឿង2ឆ្នាំមុនមានរឿងអ្វីកើតឡើងមេកាបុរសចំណាស់អ្នកស្រីពិតជាមនុស្សភ្លេចច្រើនមែនបងស្រីរបស់លោកប្រុសគឺកញ្ញាអ៊ីស៊ីយុនយាយឈៀនបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពី2ឆ្នាំមុនលោកប្រុសបានឃើញបងស្រីស្លាប់នៅចំពោះមុខផ្ទាល់ភ្នែកចាប់ពីពេលនោះមកគាត់ក៏លែងអាចនិយាយបានទៀតឡើយស្រីអាវលឿងគិតក្នុងចិត្តជំងឺកដោយជ្រើសរើស selective medicine នេះជាជំនាញដែលខ្ញុំបានរៀននៅមហាវិទ្យាល័យតើវាជាការបាត់បង់សមត្ថភាពនិយាយដោយសារតែមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរមេកាបុរសចំណាស់អ្នកស្រីថែមទាំងលួចលាក់ក្នុងលោកប្រុសទៅមានទំនាក់ទំនងមិនច្បាស់លាស់ជាមួយសិនម៉ូ32000យួនទៀតផងហើយមានអីទៀតមេកាបុរសចំណាស់កាលនោះអ្នកស្រីចង់បានប្រាក់50លានយួនទើបព្រមចុះកិច្ចសន្យារៀបការរយៈពេល3ឆ្នាំឃើញថាចិត្តសល់តែឡាស់ឆ្នាំទៀតផុតកំណត់ហើយអ្នកស្រីអាចកាន់លុយចាក់ចេញបានហើយមិនដែរឥឡូវចង់ធ្វើជាបាត់បង់ការចងចាំដើម្បីនៅតោងទាមមិនព្រមទៅណាអញ្ចឹងស្រីអាវលឿងភ្ញាក់ផ្អើល50លានកិច្ចសន្យារៀបការមេកាបុរសចំណាស់អ្នកស្រីថែមទាំងធុញទ្រាន់នឹងអ្នកនាងតូចសៀវហឺឈៀវហ៊ីថាទើបភ្នែកទៀតផងហើយនិយាយថាពេលផុតកិច្ចសន្យាគឺស្ម័គ្រចិត្តបោះបង់សិទ្ធិចិញ្ចឹមអ្នកនាងតូចទៀតស្រីអាវលឿងខ្ញុំធ្លាប់ចុះហត្ថលេខាលើរឿងបែបហ្នឹងផងមេកាបុរសចំណាស់ក្រដាសអក្សរខ្មៅច្បាស់ថែមទាំងមានស្នាមផ្ដិតមេដៃរបស់អ្នកស្រីផ្ទាល់ទៀតស្រីអាវលឿងស្រែកប្រាប់បុរសអោសអ៊ីឆិនយូយាយឆេនីវរឿងទាំងនេះខ្ញុំពិតជាមិនចាំមែនណាអ្នកឲ្យខ្ញុំពន្យល់សិនមក